បាទថ្ងៃសៅរ៍ទី27ខែមិថុនាម៉ោង2កន្លះឥឡូវនេះទៅយកភ្ញៀវមួយនៅខាង Acton ពីកន្លែងខ្ញុំទៅ Acton ហ្នឹងប្រហែលជាខ្ទង់20នាទីជាងចង់កន្លះម៉ោងហើយគាត់ទៅខាង Lawrence 37នាទីហ្នឹងបានលុយ$37វាឲ្យ1នាទី1$ហ្មងអញ្ចឹងយកទៅអត់តបានមួយទៅប្រយានហត់ទេតែចាំមើលពីចេញពី Lawrence ទៅបើមានឬក៏មានក៏ត្រូវទៅ Boston ដែរដោយសារនៅ Lawrence ហ្នឹងប្រហែលជាអត់សូវមានភ្ញៀវទេចូលទៅយកគាត់នៅក្នុងព្រៃនោះប៉ុន្តែស្អាតដែរនៅក្នុងព្រៃផ្ទះគេមួយលយហ្មងមិនដូចយើងនៅក្នុងទីក្រុងតូចៗជីកអ៊ីតគ្នាពិបាកសម្រាប់អ្នកគាត់នៅក្នុងព្រៃទលាយព្រៃវាច្រើនត្រជាក់ស្រួលតែបញ្ហាទីអាក្នុងព្រៃហ្នឹងខ្លាចតែភ្លើងឆេះតែឆេះហើយឆេះតិចទាំងអស់រៀលដាលពេញហ្នឹងហ្មងព្រះអាទិត្យបញ្ចេញកាំស្មីខ្លាំងទៅហើយបងប្អូនអើយម៉ោង5កន្លះចេញរត់បាន3ម៉ោងហើយអត់ទាន់បាន100គ្រាន់តិចទៀតគ្រប់100តែបើយើងយកគុណលេខវាត្រូវ100ជាងហើយ3ម៉ោងឥឡូវនេះម៉ោង7គត់ទេបងប្អូនល្ងាចទៅបានលុយ$140ទេស្ងាត់មនុស្សអត់សូវមានឃើញមនុស្សដើរសោះបងប្អូនហើយអត់ដឹងមនុស្សបាត់តាអស់ហើយទេប្រហែលនៅគ្នានៅមើល Ronaldo ក៏មិនដឹង5ម៉ោងជាងហើយខ្ញុំទៅបានលុយ$120ឥឡូវដាក់ GPS ទៅផ្ទះវិញណាព្រះអាទិត្យអស់ស្ដង់គត់ហើយបងប្អូនហើយឥឡូវនេះម៉ោង8:37នាទីដល់ផ្ទះល្មមភ្ញៀវប្រដាក់គ្នារហូតតាំងពី Boston រហូតដល់កន្លែងខ្ញុំនៅឥឡូវខ្ញុំចាប់ផ្ដើមបិទបញ្ចប់ដំណឹងហើយប្រើម៉ាយអស់156ម៉ាយស្មើនឹងខ្ទង់250ជាងគីឡូហើយថ្ងៃនេះបានលុយ$200គត់ហ្មងអត់ទាន់ដកការចំណាយចេញទេអញ្ចឹងសាំងប្រហែលជាខ្ទង់$20 $25បើយើងដកថ្លៃសាំងចេញអសល់170ជាងអីហ្នឹងខ្ទង់ប៉ុណ្្នឹងឯងបាទអរគុណសម្រាប់ការទស្សនាពីដើមដល់ចប់